បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញរណាអាឈើបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនឃើញថាចាប់រណាអាឈើទៅអាឈើនោះទំនីទីនៅក្នុងសុបិនដូចនេះថាពុកម៉ែបងប្អូននឹងត្រូវផ្លាស់ប្ដូរតួនាទីការងារឬក៏មុខរបររស៊ីប៉ុន្តែការផ្លាស់ប្ដូរនេះនឹងទទួលបានលាភសំណាងនៅតាមក្រោយផងដែរបាទបើសិនជាពុកម៉ែបងប្អូនសុបិនឃើញរណាឬក៏ចាប់រណាយកទៅអាឈើនេះគឺមានអត្ថន័យថារុះរើការងារឬមុខរបរប៉ុន្តែនឹងទទួលបានលាភសំណាងនៅពេលក្រោយសម្រាប់លេខសំណាងដល់អ្នកសុបិនវិញនោះគឺលេខ36លេខ43លេខ83លេខ384លេខ864និងលេខ844បាទតើតើនឹងពុកម៉ែបងប្អូនសុបិនថាចាប់រណាអាឈើនេះគឺមានអត្ថន័យពីការបកស្រាយខាងលើអរគុណច្រើនពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ Channel ពីបកស្រាយសុបិនពីដើមរហូតដល់ចប់ចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ